มงีจ้องสู้ไทยจ้องสู้ไอ้เตอเปิดปนหลอกกระลึงสัวหมอกป่าซ่องใสออกคนครั้งน้ำมาจ้าคลามทลายอ่อนเป็นสองใสปนเพราะมันบนโจชนำทำไมใส่สองกาชูเต็มที่ดามหาสงกรานต์ให้ไอ้ชูไอ้สได้สันนิทานตามินปนมานเตที่ดาบทไตรกบลมหาพรหมพรำปีอ่องมมกลมสองกาโจจอมไทยไอ้ไตรเทพธิดาเรียงเนียมมวยนาเรียงซาลงសិនចូលឆ្នាំចំថ្ងៃអាទិត្យជាងពីអាណត្តិសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទឈ្មោះបុរិននាងខ្ញុំស្រីណូបាទឥឡូវនេះយើងអាចប្រកាសបើកកម្មវិធីយើងនឹងមានកម្មវិធីជាបន្តដូចតទៅចាអញ្ចឹងចានាងខ្ញុំសូមគោរពជំរាបសួរដល់ថ្នាក់ដឹកនាំបងប្អូនសិប្បករបុគ្គលិកភ្ញៀវកិត្តិយសជាពិសេសភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមពីផ្នែកចាអាជ្ញាធរអប្សរាចាហើយនឹងចាខាង CNS ក៏ដូចជាខាងពិភពវិទ្យាស្ថាន NPIA ចាដែលបានផ្ដល់កិត្តិយសចូលរួមក្នុងកម្មវិធីនារាត្រីនេះផងដែរចាបាទកម្មវិធីក្នុងយប់នេះគឺដើម្បីអបអរកម្មវិធីបុណ្យចូលឆ្នាំថ្មីនិងដើម្បីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់បងប្អូនទាំងអស់គ្នាដែលបានអញ្ជើញខិតខំប្រឹងប្រែងនិងបដិញ្ញាចិត្តក្នុងការចូលរួមចំណែកក្នុងក្រុមហ៊ុនសិប្បករអង្គរឲ្យមានវឌ្ឍនភាពយ៉ាងខ្លាំងនៅក្នុងឆ្នាំកន្លងទៅក៏ដូចជាការបន្តកសាងអនាគតដ៏រឹងមាំក្នុងឱកាសឆ្នាំថ្មីផងដែរហើយសូមបញ្ជាក់ទៅដល់បងប្អូនបាទទាំងអស់គ្នាផងដែរយើងទាំងពីរនាក់យើងមិនមែនជាវិធីករអាជីពទេអធិស្ឋានដល់កំហុសខុសឆ្គងបើសិនជាមានការបាទនិយាយទៅឆ្គាំឆ្គងឬខុសដោយប្រការណាមួយសូមអធិស្ឋានដល់ពួកយើងផងដែរនេះខ្ញុំសូមគោរពអញ្ជើញលោកកៃឡូតអគ្គនាយកក្រុមហ៊ុនសិប្បករអង្គរដើម្បីឡើងមានសម្លេងសម្ដាលចាសូមអញ្ជើញបងសូមជម្រាបសួរទាំងអស់គ្នាបងប្អូនសិប្បករមិនមែនភ័យញ័រខ្លាចរឿងអីឯងខ្លាចអាខោនេះវាជ្រុះចោទៅមានអារម្មណ៍ថាដូចលហើយនេះស្មានតែវាបាត់ជ្រុះទៅក្រោមបើឃើញជ្រុះជួយប្រាប់ផងណាថតទុកទៀតកុំថតអូខេឆ្នាំនេះប្លែកតិចម្ដងថាយើងមកធ្វើដូរទីតាំងមកពួកហើយខ្ញុំគិតថាជាការសម្រេចចិត្តមួយត្រូវដោយសារថាដល់ពេលមកព្រឹកមិញក៏ដោយឥឡូវនេះក៏ដោយវាមិនក្តៅខ្លាំងវាអត់ក្តៅខ្លាំងដូចនៅសៀមរាបខ្ញុំគិតថានៅសៀមរាបក្តៅខ្លាំងជាងនេះអញ្ចឹងជាការសម្រេចចិត្តមួយល្អទី1ទី2គម្រប់យើងចិត្តមួយឆ្នាំកន្លះហើយដែលយើងបានបើកទីតាំងកន្លែងនេះវិញខ្ញុំចាំបានថាកាលពីដំបូងឆ្នាំ2000ចុងឆ្នាំ2023ណាពេលយើងមកបើកទីតាំងនៅសៀមរាបមុនកន្លែងនេះអត់ទាន់បើកទេហើយអ្វីដែលយើងឃើញសប្តាហ៍ថ្ងៃនេះកន្លែងទៅមើលមានអីគេមានដបូលមានច្រកផ្លូវដើរចូលអីនោះអត់មានទេនៅសល់តែបកគោលឆ្កយណាហើយដបូលអីបាក់បែកធ្លុះធ្លាយខ្ទេចអស់ហើយនៅខាងក្រោយចកាមនមានតែគុលខ្លីៗវាយនេះគុលងាប់អស់ហើយគុលនោះប្រហែលជាអត់ដល់កន្លះទឹកផងណាងាប់ទាំងអស់
ហើយកើតឡើងមកវិញនៅទៅជាព្រៃសិតតែព្រៃខ្ពស់ហើយចឹងថ្ងៃនេះយើងបានមកជួបជុំគ្នានៅកន្លែងនេះគឺជាសមិទ្ធផលមួយដែលយើងទាំងអស់គ្នាមានមោទនភាពសប្បាយរីករាយហើយសង្ឃឹមថាថ្ងៃនេះនឹងបានសប្បាយរីករាយទាំងអស់គ្នាមុននឹងចូលទៅក្នុងការសំណេះសំណាលខ្ញុំសូមសម្ដែងនៅការស្វាគមន៍ជាផ្លូវការជាការស្វាគមន៍ទៅដល់បងប្អូនសិប្បករក្មួយណាហើយនយោជិតជាពិសេសលោកនាយកមកស៊ីនួនដែលលោកបានជើញចូលរួមថ្ងៃនេះជាកិត្តិយសរបស់ពួកយើងសូមស្វាគមន៍ផងដែរជាមួយនឹងបងបងប្អូនជើញមកពីមេបនបាទអរគុណច្រើនបានជើញចូលរួមហើយមានដូចជាមានបងប្អូនយើងជើញមកពីឆ្ងាយមកតាំងពីភ្នំពេញណាមេបនអត់សូវបានជួបគ្នាយូរបានជួបគ្នាម្ដងហើយមកពីភ្នំពេញអ្នកណាទៀតមកពីឆ្ងាយនៅមានមេបនមានបាទយ៉ាងណាសូមស្វាគមន៍ទាំងអស់គ្នាហើយសូមអរគុណចំពោះការចូលរួមនៅល្ងាចថ្ងៃនេះជាទូទៅយើងបានជួបគ្នាមួយឆ្នាំម្ដងជុំគ្នាបែបនេះហើយខ្ញុំសូមឆ្លៀតឱកាសដើម្បីនឹងអនុញ្ញាតធ្វើការរាយការណ៍ជូនអំពីវឌ្ឍនភាពណាហើយនឹងអត់តាន់ទេចាំតិចអូខេអំពីវឌ្ឍនភាពនៅឆ្នាំ2025កន្លងទៅប៉ុន្តែខ្ញុំកំពុងតែពិបាកថាមិនដឹងចាប់ផ្ដើមពីកន្លែងណាពីព្រោះវាមានរឿងល្អហើយរឿងដែលវាអត់សូវល្អណាហើយដើម្បីរាយការណ៍ជូនបងប្អូនយើងទាំងអស់គ្នាតែឥឡូវយើងចាប់ផ្ដើមពីរឿងល្អមុនណាមែនទេហើយក៏ចម្លាក់ឈើចម្លាក់ថ្មរៀនទាំងអស់ដោយសារថាខ្ញុំអត់ដែលស្គាល់ទេអញ្ចឹងហើយ2025ជាការបន្តនៅអ្វីដែលយើងធ្វើនៅពីឆ្នាំ2024ជាផែនការខ្លីរបស់យើងណាផែនការខ្លីអញ្ចឹង2025យើងឃើញថាឆ្នាំ2024ខែ7ខែកក្កដា2024យើងបើកកន្លែងនេះហើយណាយើងបើកទីតាំងពួកខែ11ខែវិច្ឆិកាឆ្នាំ2024យើងបានសម្ពោធបើកឡើងវិញជាផ្លូវការដែលមានការអញ្ជើញចូលរួមពីលោកជំទាវនាយករដ្ឋមន្ត្រីហើយ2025ខ្ញុំគិតថាអ្វីដែលយើងបានធ្វើជាសមិទ្ធផលគួរឲ្យកត់សម្គាល់នោះគឺការរៀបចំឡើងវិញនៅទីតាំងរបស់យើងនៅខេត្តសៀមរាបកាលនៅពលានចាស់យើងផ្ញើអីវ៉ាន់នៅជាមួយគេអញ្ចឹងយើងមិនបានទៅលក់ដូរជាហាងខ្លួនឯងទេតែលើកនេះគឺជាទីតាំងផ្ទាល់របស់ក្រុមហ៊ុនអញ្ចឹងណាបាទហើយមួយទៀតដែលខ្ញុំចង់ជម្រាបជូនទាំងអស់គ្នាដែរគឺតាក់ទងទៅនឹងការងារដែលយើងបានធ្វើនៅឆ្នាំ2025ឆ្នាំ2025អ្វីដែលបងប្អូនអត់បានឃើញគឺការងារដែលយើងធ្វើនៅពីខាងក្រោយតាក់ទងទៅនឹងការបន្តគិតគូរអំពីយុទ្ធសាស្ត្រវែងឆ្ងាយរបស់ក្រុមហ៊ុនយើងបានចំណាយពេលរហូតទៅដល់ជាងកន្លះឆ្នាំណា7ខែដើម្បីគិតគូរវិភាគស្វែងយល់ថាតើអនាគតយើងទៅទិសណាផ្លូវណាអញ្ចឹងណាដើម្បីធ្វើឲ្យក្រុមហ៊ុនយើងបន្តមានភាពរីកចម្រើនទៅមុខទៀតហើយក្នុងពេលជាមួយគ្នាយើងបានបង្កើនសមត្ថភាពកសាងនៅមូលដ្ឋានគ្រឹះជាពិសេសធនធានមនុស្សយើងបានបង្កើតកាលពីឆ្នាំ2025យើងបង្កើតវគ្គ
បណ្ដុះបណ្ដាលចម្លាក់មួយក្រុមមួយវគ្គមួយឆ្នាំចំនួន15នាក់សិក្ខាកាមហើយអ្នកដែលជាប់បានធ្វើការ11នាក់ណាហើយគាត់រៀនចប់គាត់បានចូលធ្វើការជាមួយក្រុមហ៊ុនទាំងអស់ហើយសប្តាហ៍ថ្ងៃខែ1ឆ្នាំ2026នេះយើងមានវគ្គថ្មីចំនួន15នាក់ដូចគ្នាមែនទេមើលសុំលើកដៃមើលបងប្អូនក្មួយដែលជាសិក្ខាកាមចូលរៀនណារៀនសប្តាហ៍ថ្ងៃរៀនចម្លាក់ចេះតិចតួចអូយូរម្លេះភាពប្រឈមរបស់សម្រាប់ក្រុមហ៊ុនច្រើនណាច្រើនយកតែមែនតែនតែជាក់ស្ដែងយើងគិតថាកាលពីដើមឆ្នាំឡើយពីខែ1ដល់ខែ6ឆ្នាំ2025យើងឃើញថាទេសចរមកមានកំណើនណាកំណើនដល់ទៅ 9% ហើយយើងខំប្រឹងតាំងពីខែមករាដល់ខែកក្កដាឡើងដល់ 9% ដល់ពេលយើងដឹងទាំងអស់គ្នាហើយថាមានរឿងអីកើតឡើងនៅខែកក្កដាគឺនៅព្រំដែនដល់ចឹងទៅភ្ញៀវទេសចរចាប់ផ្ដើមលុបចោលការធ្វើដំណើររបស់ពួកគាត់មកកំសាន្តនៅខេត្តសៀមរាបយើងនៅប្រទេសកម្ពុជាយើងមិនទាន់ធ្ងន់ធ្ងរប្រហែលទេនៅតែយើងចាប់ដើមបាត់បង់ទេសចរហើយរហូតមកដល់តម្រាំដល់ខែ12យើងមានមួយជុំទី2នោះនៅព្រំដែននោះគឺធ្ងន់ធ្ងរណាធ្ងន់ធ្ងរហើយជាលទ្ធផលយើងឃើញថាភ្ញៀវទេសចរបាត់ធ្លាក់ចំនួន23%គេថារឿងនៅស្រុកគេនោះទេរឿងអ៊ុយក្រែនរឿងអ៊ីរ៉ង់អានោះរឿងយើងអត់មានបានទៅធ្វើអីឲ្យគេមានបញ្ហាទេប៉ុន្តែអាបញ្ហានោះវារៀលដាលមកយើងសប្តាហ៍ថ្ងៃយើងឃើញណាប្រេងឡើងថ្លៃទៅហើយប្រជាជនគេនៅប្រទេសផ្សេងក៏គាត់ចាប់ដើមមានការបារម្ភខ្លួនឯងដូចគ្នាថាអូត្រូវទៅដើរលេងត្រូវទៅធ្វើទេសចរនៅប្រទេសណាគាត់ត្រូវកាត់បន្ថយគាត់ខ្លាចជួនកាលគាត់អត់ហ៊ានហោះឬមួយក៏ផលប៉ះពាល់នៃការឡើងថ្លៃប្រេងទៅជីវភាពរស់នៅរបស់គាត់ត្រូវការគិតអានោះមុននឹងធ្វើដំណើរទេសចរឈានមកដល់កលឹះទី2កលឹះទី2របស់យើងគឺតាក់ទងទៅនឹងផលិតផលអីដើម្បីយើងបម្រើទីផ្សារនៅក្នុងស្រុកព្រោះបើផលិតផលយើងសប្តាហ៍ថ្ងៃនេះយើងវាអត់មានមិនមែនថាអត់សោះទេមានអ្នកបងប្អូនយើងគាត់ខ្លះណាគាត់មកជាវជាកន្សែងជាចម្លាក់អីខ្លះដែរប៉ុន្តែវាមិនទូទៅហើយបើសិនជាសួរអ្នកនៅហាងយើងនៅសៀមរាបនៅពួកនេះបើយើងគិតជាភាគរយអ្នកមកកន្លែងយើង100នាក់មានតែម្នាក់ឯខ្មែរ99នាក់ជាទេសចរហើយយើងចង់ឃើញថាចំនួននោះវាប្រែមានន័យថាខ្មែរយើងអាចឡើងដល់ទៅ20នាក់ណាទេសចរ70នាក់អីចឹងទៅដែលគាត់ចូលរួមប៉ុន្តែដើម្បីឲ្យគាត់មកតើតែយើងមានអីឲ្យគាត់មើលទាំងអស់គ្នាអញ្ចឹងទេថ្មីនេះយើងមើលឃើញមានក្រុមការងារចូលធ្វើការថ្មីថ្ងៃនេះលោករ៉ូម៉ាំងគាត់ជាជនជាតិបារាំងគាត់អត់បានមកប៉ុន្តែគាត់អ្នក design ជាផលិតផលថ្មីដើម្បីឲ្យផលិតផលថ្មីដើម្បីឲ្យទីផ្សារនៅក្នុងស្រុកទីផ្សារខ្មែរយើងហើយខ្ញុំចង់បង្ហើបថាផលិតផលថ្មីនោះជាផលិតផលដែលអាចទាក់ទាញទីផ្សារក្មេងជាងមុនមានន័យថាយើងចង់ចាប់យកបេះដូងទីផ្សារនៅក្នុងស្រុកដែលមានអាយុចាប់ពីចន្លោះពី18ឆ្នាំឡើងទៅ25ឆ្នាំអញ្ចឹងយើងនឹងមើលឃើញក្នុងពេលខ្ញុំគិតថាប្រហែលជាខែកក្កដាខែសីហាខាងមុខនេះយើងឃើញមានលទ្ធផលចេញមកហើយផលិតផលយើងប្រហែលជា
ក្មេងជាងមុនពណ៌ឆើតជាងមុនណាទំនើបជាងមុនអានេះប្រហែលជាខែកក្កដាខែសីហានឹងអាចចេញហើយមួយទៀតផ្នែកខាងសូត្រក្រោមការដឹកនាំរបស់លោកខួងនៅក្រោមដើមឈើណាគាត់កំពុងតែរៀបចំធ្វើផលិតផលសូត្រថ្មីដើម្បីបម្រើទីផ្សារក្នុងស្រុកដូចគ្នាមានជាហូលជាប្រមួងណាមានជាកន្សែងសម្រាប់ទីផ្សារនៅក្នុងស្រុកថ្មីអញ្ចឹងខ្ញុំរៀបរាប់ប៉ុណ្នេះប៉ុន្តែទៅមុខតិចទៀតនឹងមានក្រុមការងារយើងបង្ហាញជូនជាវីដេអូទី1គឺជាពាក្យថ្លែងអំណរគុណអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូនសិប្បករយើងទាំងចម្លាក់ឈើចម្លាក់ថ្មទាំងខ្មុកទាំងក្រុមការងារជួសជុលប្រាសាទអ្នកលក់បុគ្គលិកផ្នែកខាង support ទាំងអស់គ្នាណាមានតាំងពី finance HR រាប់មិនអស់ហើយប៉ុន្តែទាំងអស់គ្នាដែលនៅខិតខំប្រឹងប្រែងទាំងក្តៅទាំងត្រជាក់ពេលខ្លះក៏ពិបាកពេលខ្លះក៏សំណុកប៉ុន្តែទោះពិបាកក៏យើងនៅមកទាំងអស់គ្នាអញ្ចឹងសម្រាប់ថ្នាក់ដឹកនាំសម្រាប់ក្រុមប្រឹក្សាវិបាលយើងបានឃើញហើយជាការថ្លែងអំណរគុណក្រុមប្រឹក្សាវិបាលដែលថ្ងៃនេះខ្ញុំសូមអរគុណលោកសាននិងភរិយាដែលលោកជាក្រុមប្រឹក្សាវិបាលរបស់ក្រុមហ៊ុនយើងបានអញ្ជើញចូលរួមមកតាំងពីភ្នំពេញបាទអរគុណច្រើនលោកសានហើយនិងគ្រូសាលោកនាយកស៊ីនួនក្រុមប្រឹក្សាវិបាលសិប្បករបងប្អូនយោជិកទាំងអស់គ្នាហើយនឹងបងប្អូនជើញមកពីខាងដៃគូយើងពីខាងមេបនខ្ញុំសូមគោរពជូនពរសូមឲ្យទទួលបាននៅសុភមង្គលមានសុខភាពល្អនិងសុវត្ថិភាពនៅក្នុងការធ្វើដំណើរទាំងមកទៅដល់ជើញទៅដល់ណាឲ្យបានសុខហើយនឹងសម្រេចតាមអ្វីដែលបានប្រាថ្នាសូមអរគុណ enjoy យើងចាប់ដើមសប្បាយទាំងអស់គ្នាការិយាល័យពាណិជ្ជកម្មឡើងធ្វើចាបទបង្ហាញអំពីចក្រវិស័យអភិសង្ឃអង្គរ 2.0 បាទអស់រយៈពេលជាច្រើនឆ្នាំមកហើយដែលសិប្បកររបស់យើងបានបញ្ចេញស្នាដៃនិងទេពកោសល្យរបស់ខ្លួនប៉ុន្តែមិនទាន់ត្រូវបានបង្ហាញឲ្យទូលំទូលាយគ្រប់គ្រាន់នៅឡើយក្នុងរយៈពេល1ឆ្នាំចុងក្រោយនេះវាជារបត់ឬជាចំណុចចាប់ផ្ដើមនៃការផ្លាស់ប្ដូររបស់ក្រុមហ៊ុនសិប្បករអង្គរទាំងស្រុងក្នុងនោះយើងបានបង្កើតនៅគណៈគ្រប់គ្រងថ្មីដែលដឹកដៃយើងទាំងអស់គ្នាទៅកាន់សិប្បករចំនួនបន្ទាប់ដែលក្រុមការងារនៅក្នុងផ្នែកពាណិជ្ជកម្មទាំងក្នុងនិងក្រៅប្រព័ន្ធ Digital បានរួមដៃគ្នាមិនគ្រាន់តែស្ដារនៅយេហោបរបស់ខ្មែរមួយនេះឡើងវិញទេប៉ុន្តែថែមទាំងនឹងបង្កើតនៅផលិតផលសិប្បកម្មខ្មែរថ្មីហើយប្លែកដែលអាចឆ្លើយតបទៅកាន់តម្រូវការទីផ្សារក្នុងស្រុកនិងក្រៅស្រុកទៅលើគ្រប់ស្រទាប់យុវវ័យផងដែរបាទមិនមែនតែភ្ញៀវចាស់ៗទេណាអញ្ចឹងក្មេងៗដូចបងលូតគាត់មានប្រសាសន៍អញ្ចឹងទាំងនេះបានឆ្លុះបញ្ចាំងឲ្យច្បាស់ថាយេហោសិប្បករអង្គរមានកម្លាំងនិងថាមពលជាងមុនមានភាពច្នៃប្រឌិតជាងមុនមានទំនុកចិត្តជាងមុននិងមានភាពរស់រវើកជាងមុនដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាដូចសពថ្ងៃនេះបងប្អូនប្រហែលជាចោទសួរថាហេតុអ្វីចំនួនទី2នេះសំខាន់ពីព្រោះនៅពេលដែលមនុស្សនៅក្នុងពិភពលោកកាន់តែច្រើនបានស្គាល់យើងហើយមើលមកយើងថាយើងមានរបស់ខុសប្លែកពីគេ
យើងមានភាពច្នៃប្រឌិតខ្ពស់ជាងគេយើងមានគុណភាពល្អជាងគេនោះពួកគេនឹងឲ្យតម្លៃទៅលើស្នាដៃដែលបងប្អូនពូមីងសិប្បករទាំងអស់គ្នាបានបង្កើតឡើងផងដែរការងាររបស់បងប្អូនពូមីងនឹងត្រូវបានមើលឃើញនិងគោរពឲ្យតម្លៃប្រសើរជាងមុនដូច្នេះរបត់នេះគឺមិនមែនគ្រាន់តែជាការធ្វើទីផ្សារទៅលើតែផលិតផលសម្រាប់ប៉ុណ្ណោះទេវាគឺជាសាច់រឿងរបស់សិប្បករខ្មែរយើងដែលឈរនៅពីក្រោយស្នាដៃរបស់បងប្អូនពូមីងទាំងអស់គ្នាហើយវាក៏នឹងប្រែសិប្បករអង្គរចំនួនទី2នេះឲ្យคล้ายទៅជាសម័យកាលរុងរឿងដូចសម័យអង្គរផងដែរក៏ចង់និយាយរឿងសំខាន់មួយទៅកាន់បងប្អូនពូមីងទាំងអស់គ្នាថាយើងខ្ញុំពិតជាអរគុណទៅដល់សិប្បករទាំងអស់ដែលបានថែរក្សានិងបន្តផ្ដល់នៅស្នាដៃដូនតាខ្មែរដែលអនុញ្ញាតឲ្យក្រុមការងារគ្រប់ផ្នែកអាចប្រើប្រាស់វាដើម្បីជំរុញសិប្បករអង្គរឲ្យទៅដល់គោលដៅថ្មីមួយដែលអាចឈរជើងបានរយៈពេលយ៉ាងយូរទៅថ្ងៃអនាគតមីងសិប្បករទាំងអស់គ្នាឲ្យទទួលបានតែសេរីសុខស្ដីក្នុងឆ្នាំថ្មីប្រពៃណីជាតិខ្មែរទាំងអស់គ្នាសូមអរគុណดูខ្ញុំនៅសល់ស្អាតស្នាមស្នេហ៍ឈឺចាំសូមអូនសូមតោស្មួនទុំយ៉ាងសូមព្រោះតែមិនបានបណ្ដោយឲ្យកូនយ៉ាងចាក់ចេញទាំងទឹកព្រឹងណាមកបាយបងនឹងអូននឹងគ្រប់ហូបព្រឹង
លើកទៀតដៃមួយមកបាន
ស្នេហ៍អ្វីចំនឹងបងស្នេហ៍ណាឡើយ ជុកនេះបងនឹកតែស្រីថ្មីអើយស្រីអើយនឹងបងស្នេហ៍យើងមានចិត្តអត់សោមិនដេញឡើយបាក់សោមិនឡើយបាក់សោ ចូលបងលើទីព្រីសុំសំលេងដែរបងគិរីមួយបងមិនចឹងមិនបានជឿជាងបរោរੂតាមផ្លូវកន្លែងនោះមកកដប់ទៅនេះមកកដប់ទៅនោះមកកដប់មិនចាំមកធ្លាក់ហ្នឹងលេងដើរធ្លាក់ហ្នឹងមិនដាក់ជាក់ពេកទេជាក់ទៅជ្រុល អដំ បើសិនអ្នកដឹងរឿងខ្ញុំសូមលាក់ទុកក្នុងអរាសូមស្ទឹងកុំប្រាប់អ្នកណាធ្វើតែខ្ញុំមានពីបានជាស្នេហាបាត់បងសូមអរគុណបាទឆ្នាំថ្មី បាទសូមអរគុណបងបាទសំលេងបងមិនធម្មតាទេបាទសំលេងដើមរបស់អ្នកណាដែរបងបាទហ្នឹងម៉ៅហៃជីខ្ញុំតើខ្ញុំម៉ៅហៃជីទេតាតែខ្ញុំមិនមែនទេខ្ញុំបុរិនហើយសំលេងដើមដូចខ្ញុំអរគុណបងសង្ឃឹមថាតេតូននឹងការដាក់បន្ទុកគឺគណៈកម្មការយើងគាត់នឹងដាក់យ៉ាងសុក្រិតឥឡូវបែបភាពទី1និងបែបភាពទី2បាទយើងអាចគាត់វែងបានបណ្ដាហើយបាទចាបងអរគុណបងសូមសម្រួលអាយ៉ាប័តបងណាម៉ូបាទអញ្ចឹងចង់ដឹងថាតើសំលេងគាត់មានភាពកអួនកអៅហើយនឹងទឹកដមយ៉ាងណាសូមរីករាយសម្ដាប់ដូចតទៅសូមសំលេងតែដែរគាត់មួយមកអរគុណអរគុណ សាងឲ្យអូនពីបានចិនតែបងមិនបានគិនធ្វើឲ្យមានបញ្ហានឹងរូបគេត្រង់ថាអារម្មណ៍ពលពីអូនចង់នឹងពីសុំទងស្ងួនបងស្មាក់ខ្លួនចាំបងតអូនក្រុមពីនឹងអូនជាសង្សារគេគ្មានចិនគិនបើអាចធ្វើជាមនុស្សដែលបារម្ភពីអូនក៏បងអត់ចិនអើយតែបានត្រឹមទៅចិនទៅមកមានសិនណាក្នុងរូបស្រីមិនទីអ្វីលើពីមិនសុខសិនស្រឡាញ់ថ្លៃប៉ុន្តែក្នុងក្តីស្រមៃអូនគឺជាសង្សារបងដឹងអូនមិនស្អប់មិនខំពុតនឹងក្រុមគ្រាន់ហើយសម្រាប់បងលួចមើលអូនពីចុងថ្ងៃមិនដែលគិតថាសោកស្ដាយណាបងស្រឡាញ់អូនអរគុណទាំងពីសុំទុំស្ងួនបងស្មាក់ខ្លួនចាំកុំតអូនក្រុមពេលអូនជាសង្សារគេមានចិនកំដងដើមទេសង្ឃឹមថាមានមេយល់ពីចិត្តបងបើអាចធ្វើជាមនុស្សដែលបារម្ភពីអូនក៏បងអស់ចិត្តឲ្យតែបានត្រឹមនៅជិតដួងបងគ្មានសន្តានថ្នមរូបស្រីមិនទីអ្វីលើពីមិនសុំសិនស្រឡាញ់ថ្លៃប៉ុន្តែក្នុងដីស្រមៃអូនគឺជាសង្សារបង
Xem lên hô môi mơ ba. Bạn đi bắt tim muối, bắt cả đồn đây là sao mày đang mong cái gì từ tôi ban cả đồ đã hiền lẹ từ đây mấy ăn này mà đảo. Đi sẵn tới, ok, xong xem lên tới đánh đầu tiên. One, two, bảy. Fan ជាច្រើនបងគ្រប់ត្រូលការសម្ដែងរបស់ភ្ញៀវកិត្តិយសរបស់យើងដែលមកធ្វើដំណើរឆ្ងាយណាស់ពីសហរដ្ឋអាមេរិក 3 មុនមែនទេយកលេខ 3 មុនណា យើងនឹងរាប់ពីលេខ 3 មកមុនអូខេសិនូចាប់ផ្ដើម លេខ 3 អត់នៅ អូលេខ 3 អត់នៅទៀត
បងរាយលេងគ្នាបាទហើយតោះទៅលេខ2ហ្មងកុំឲ្យខាត់ពេលអូន ចាចឹងជ័យលេខ2បានទៅលើ បានទៅលើ បេក្ខជនទីប៉ុន្មាន ឈ្មោះអីចេះអូនប្រកាសឈ្មោះវិញឲ្យទីយើងបាទ ចាបេក្ខជនឈ្មោះអុកពុធា អូពុទ្ធាសូមអញ្ជើញឈានមកមុខមួយចំហៀនអ្នកទី1លើកហោមួយហោតិចបែកវាទី2ហោមួយយ៉ាច្រើនណាស់ចូល12000នាក់បែកកភិបទី3ហោមួយបាទលើស12000នាក់ឡើង13000នាក់អូខេអញ្ចឹងស៊ីនូបងចាត់ចែងឲ្យអូនប្រកាសជ័យលេខ2អ្នកលេខ1 ចាចឹងជ័យលេខ2លេខ1បានទៅលើបេក្ខជនដែលបានបកស្រាយបទចម្រៀងស្ទឹងសំងាត់ យេអបអសាទរ ចាលោកចិនជឿន លោកជុនជឿនបាទគាត់ជាបកផ្នែកចម្លាក់បាទមិនប្រកាសថាអ្នកចម្លាក់មិនចេះច្រៀងឯណាឥឡូវអ្នកចម្លាក់ធ្វើបានហើយជាប់លេខ1ពំនំបាទពីរង្វាន់នេះជូនទៅដល់បងប្អូននៅឯផ្ទះបាទបងទទួលរង្វាន់បងបាទពីរង្វាន់យើងធំណាស់គឺគាត់ដាស់មួយស្លឹកយេអូខេអញ្ចឹងសន្មតថាចូលក្បែរគ្នាទាំងអស់នេះយើងថតរូបមួយប៉ោះជុំគ្នាហើយយើងអាចកម្រួលឥរិយាបថបន្តកម្មវិធីយើងបន្តទៀតបាទ 2 3 4 5 6 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
បានទៅលើច័ន្ទពៅគូពៅដឹងហ៎មកក្លឹបណាច័ន្ទសុជាតិឈ្មោះទី3បានទៅលើភឿនសាខុនមកក្លឹបដែរបាទសូមអញ្ជើញមកយកនៅខាងមុខបាទចាផលិតកម្មសូត្រ ឈ្មោះទី3បានទៅលើពណ៌វណ្ណាខាងផលិតកម្មសូត្រដែរចាឈ្មោះទី4បានទៅលើពៅពីតៈចឹងហីតោផាត់លើគោជំធូគោពីតៈអូខេមកក្លឹបដែរបាទសូមអញ្ជើញមកយកនៅខាងស្នាមដៃឆារបស់យើងបាទចាបាទបន្ទាប់គឺបានទៅលើប៊ុនឡុងទៀតរបស់យើងគឺបានទៅលើម៉ូតមេតបងកសលអាសាឃើញបងកសលជីកង់អត់ពាក់មួកអញ្ចឹងក៏ឲ្យមួកក្លុបមួយបងកសលថាលេងទេបាទ2 4 5 6 7 8 9 10អូខេឥឡូវនេះឈ្មោះបានមកលើដៃខ្ញុំហើយអញ្ចឹងអរគុណបងបរិយរង្វាន់10ទឹកបន្ទាប់បានទៅលើសឿងស៊ីមរង្វាន់បន្ទាប់10ទឹកបានទៅលើចាផ្នែក HR បងគិនពូលបងសុជីនីឡើងផ្ដល់កិត្តិយសចាប់រង្វាន់មានរង្វាន់2ទៀតគឺធុងតក2ទៀតនៅ office អញ្ចឹងយើងនឹងចាប់រង្វាន់ក្នុងពេលបន្តទៀតនេះចាអញ្ចឹងរង្វាន់យើងឡើងសរុបដល់97រង្វាន់វ៉ាឡារង្វាន់ទី13អាំងសុវណ្ណរង្វាន់ទី14លេនដានីរង្វាន់ទី15ជួនពិសី10ទឹកដែរណា10ទឹកដែរបាន10ទឹកមួយហូរដល់ហើយរង្វាន់ទី16មេងមីលាអូខេជួនរដ្ឋីមកពីភ្នំពេញបាទសូមអញ្ជើញទៅយកផ្អាប់បាយបាទម៉ាលីសាយកឲ្យបានណាអូខេទី2បានទៅលើសុកម៉ាឡែនអ្នកភ្នំពេញដាក់ជាប់គ្នាហ្នឹងហ៎រង្វាន់ទី3បានទៅលើឌឿសុភ័ក្ររង្វាន់ទី4បានទៅលើសួនគុនធាបាទចាប់គីអូខេអញ្ចឹង10រង្វាន់នៃ10រង្វាន់ទៅលើប្រអប់បាយរបស់យើងហើយនឹង5រង្វាន់សម្រាប់ម៉ាស៊ីនទឹកកឡុកបាទម៉ាស៊ីនទឹកកឡុករួចហើយយើងក៏មានការរាំកំសាន្តណាអញ្ចឹងយើងនៅ2វគ្គទៀតបាទឥឡូវចាប់10សិនដើម្បីបានប្រអប់បាយតទៅយើងរាំហើយបានយើងចាប់រង្វាន់វគ្គទី2គឺវគ្គចុងក្រោយណាចាវគ្គរង្វាន់ធំ2 4
រង្វាន់បន្ទាប់បានទៅលើសុវណ្ណមូនីតា ពីហាញ់ភ្នំពេញចា បាទរង្វាន់បន្ទាប់បានទៅលើបៀប៉ាល់រង្វាន់បន្ទាប់បានទៅលើញឹបសុភ័ណ្ឌប្រអប់បាយហោះទៅទៀតហើយបានទៅលើបកសូវៀតប្រអប់បាយហោះទៅទៀតហើយបានទៅលើរឿងដិនប្រអប់បាយយើងមកទៀតហើយបាទបានទៅលើយ៉ាន់វ៉ាស្លាផ្ដល់កិត្តិយសបាទរង្វាន់បាទម៉ាស៊ីនទឹកក្រឡុកចំនួន5រង្វាន់បងភាពបាទសូមអញ្ជើញបាទអីណាអត់ឃើញ Hello បងភាពអូបងភាពអត់នៅទេអញ្ចឹងយើងសុំតំណាងបងភាពមួយ Satya can you ចា yeah come on Satya oh you raise your hand I saw you on the stage thank you for volunteer អូស្ម័គ្រចិត្តណាអូខេដាំថាបងអើយកុំឲ្យខ្ញុំចង់បានរង្វាន់ធំគឺជាកុំព្យូទ័របាទលើឈ្មោះបងបាទបងអាចទៅយករង្វាន់បានបងបានប្រអប់បាយដែរណាអូខេ5 2 4 5
យនេះមកបងរាប់2អូខេ6 6ហើយបាទ8ហើយបាទ ចាដល់ពីទៀត កុំភ្លេចក្រឡុក10អរគុណមកគុណចាំមកភ្លេចសិនណាយើងនឹងប្រគល់ជូនរង្វាន់ជូនពួកគាត់ប៉ុណ្ណារង្វាន់ទី4បានទៅលើតុតបុនថ ខាងមេបត រង្វាន់ទី5បានទៅលើហុងសេម៉ារង្វាន់ទី6បានទៅលើណែមសុផានី ចាបងជាតិ អូបងជានេះមិនផាទេបាទបងសុជានេះយកឆ្នាំបាយអូច្រឡំឆ្នាំបាយចំក្រានបាទរង្វាន់បន្តបានទៅលើរតសូរីយ៉ាព្រូរនបន្តិចណាបាទបាទបងអញ្ជើញបាទតែប៉ុណ្ណេះចូលឆ្នាំនេះបានរង្វាន់យកចង្ក្រានដើម្បីអាំងសាច់ហើយអូខេ3នាក់ទៀតកំសៀវអគិសនីចំនួន10រង្វាន់3 4 5ទីកន្លែងអស់តែមានភ្លើង Okay, thank you Emma for giving the lucky draw. Okay. Alright, chắc on đấy bác. Nè đây mà toàn lái. Bạn rốt mau hay bạn? Rốt bạn đua công hơn, bạn đua công hơn. Còn pram đồng luôn. Bạn từ lên đây na ba. Đây na khao cho bạn. Khả năng giúp. Akizani. Muối. Tí. 3 4 5 បាទអរគុណបងចាំបន្តិចសិនបងណាឈោជួនអូនឈោជួនពីអ្នកទៀតបងអញ្ជើញមកហើយបាទសូមអញ្ជើញជូនបងមកទទួលឲ្យបងឈោនៅចំខាងនោះបងបានទេរង្វាន់ទី4ក្នុងជីវិតឬក៏មានរង្វាន់លើកទីប្រមាណលើកទី100ហើយក៏មិនដឹងបាទអបអរសាទរបាទសូមអញ្ជើញឈប់បាទឥឡូវបាន4នាក់ហើយបាទម្នាក់ទៀតបាទនៅឯណាបាទសាទរអរគុណបងសានអរគុណធំបងអរគុណបាទបងបាទអរគុណអូខេបងបាទសូមអញ្ជើញយើងមានរង្វាន់បាទសរុបចូលគ្នាទាំងអស់បាទ12រង្វាន់ចាអញ្ចឹងជាដំបូងយើងនឹងចាប់ចាធុងតកកចាចំនួន2រង្វាន់បាទឥឡូវយើងចាប់ធុងតកក2រង្វាន់សិនចាអូខេធុងតកក2បានទៅលើខ្ញុំសូមបញ្ជាក់ណាមិនមែនធុង2នេះទេអានេះបាទចម្រោះទឹកក្តៅត្រជាក់អញ្ចឹងធុងតកកមានថាធុងក្លាសេអូខេចំនួន2ទី1បានទៅលើអែកខុងបាទបងចេញឡើងមកលើមកអែកខុងទី2បានទៅលើតាំងស្រឡោះបងឡោះបងយកកន្ទុយឆ្នោតហើយបងកាន់កន្ទុយឆ្នោតនេះទៅបើកនៅសៀមរាបពេលបងត្រឡប់ទៅផ្ទះវិញនៅថ្ងៃធ្វើការថ្ងៃណាក៏បានដែរបងណាបងឈ្មោះអីដែរបងឈ្មោះអីអូបងអែកខុងហើយនឹងបងស្រឡេះបាទបងស្រឡោះបាទស្រឡេះហើយស្រឡោះបងបាទឥឡូវសូមថតរូបមួយសិនបងចិត្រាចាចាប់ខ្ញុំចាប់តតត្រូវខ្លួនឯងបានយកបាទសូមបញ្ជាក់យប់នេះបើគាត់មិនបានត្រូវទេគាត់មិនជប់ចាប់នោះឡើយអូខេ2រង្វាន់បាទបងអូខេ2រង្វាន់បានមកដល់លើដៃខ្ញុំហើយបាទទី1បានទៅលើផបសុភាពទី2បានទៅលើថោងសារ៉ូសូមចេញឡើងលើឆាកញោមញាប់អូខេបងគាត់ថាបើចាម្ចាស់រង្វាន់គាត់យកទៅទេអត់បានទេគាត់ឲ្យទៅធីគាត់ពី2នាក់ហើយបាទអូខេអរគុណច្រើនរង្វាន់បន្តគឺអ្នកណាចង់បានរង្វាន់នេះខ្លះលើកដៃបានលើកខ្ញុំហើយយប់នេះអ្វីដែលយើងប្រាថ្នាគ្រប់គ្នាគឺកង់ទាំងពីរនេះហើយគឺជីកគប់ប្រាំងគូភាសានៅតាមប្រាសាទណាព្រេងឡើងថ្លៃកង់នេះល្អបំផុតហើយកង់អាគុយក៏ដូចគ្នាដែរ
អូខេរង្វាន់2ដោយទឹកដៃមិនធម្មតាបាទមើលឲ្យច្បាស់ទៅជាក់នឹងស្រីលាមិនបានវ៉ាន់ធំអត់មានណាហូរចឹងហូរមួយតាសិលាអូខេចំណន់កំសួរបាទនៅភ្នំពេញហើយយើងត្រូវការផ្ញើទៅបាទមកហើយបាទឈ្មោះគាត់រៀងកាត់ទៅចិនបន្តិចប៉ុន្តែគាត់ជាក្រមុំខ្មែររៀងកាត់ទៅចិនបន្តិចតែគាត់ជាក្រមុំខ្មែរដែលមានលេខកូដ CP 0022ដែលមានឈ្មោះថាចិនមុំកងអគិសនីបានទៅចិនមុំអូខេអរគុណតំណាងអរគ្នាបាទវ៉ាន់បន្តណានេះទូរស័ព្ទ2រង្វាន់បានទៅលើលេខកូដទី1 CM 0047បានទៅលើឈ្មោះគ្រីតបានបានទូរស័ព្ទដែលមាន model Honor ដែលមានឈ្មោះថាវេចន្ទា Where are you អូសិតតែ lady យប់នេះស្ត្រីត្រូវច្រើនមែនទេនៅសារប្រុសឡើយតែផឹកស្រាសវ៉ាន់ពេកដល់ទៅពេលអញ្ចឹងបានទៅស្រីអូខេម្នាក់ទៀតមកបានទូរស័ព្ទហើយតែប៉ុណ្ណេះចៅខ្ញុំតែប៉ុណ្ណេះបានទូរស័ព្ទលេងហើយឥឡូវបានទូរស័ព្ទបានដូចចិត្តបាទសូមអញ្ជើញមកឈរចំកណ្ដាលហើយយើងនឹងថតរូបអនុស្សាវរីយ៍មួយដែរណារង្វាន់ធំ2ទៀតបានទៅលើចាំខ្ញុំអានសរុបណាសុំមួយទៀតសិនបានទៅលើលេខកូដ SP 0167ឈ្មោះណាក់នីអូយស្រីទៀតអចឹងមានន័យថាយើងអាចប្រើប្រាស់តាមការអាចសរសេរកត់ត្រាអីក្នុងនឹងបានណាបាទអានេះទំនើបអាចប្រើស៊ីមបានទៀតតាមខ្ញុំដឹងណាដាក់ស៊ីមដាក់អីយើងប្រើទៅទូរស័ព្ទយើងចឹងអូខេអំបិលហើយបាទអូខេចឹងអ្នកទទួលបានមានលេខកូដ CP 0037ដែលមានឈ្មោះថាចិនស៊ីណាសូមអញ្ជើញរត់ឡើងមកលើឆាកអីរត់ឡើងស្រីឬប្រុសនេះស្រីអូគាត់លបោះជើងកម្រិតអូយតបអូមែនសំទោសណាសម័យខ្លួនបាទសម័យខ្លួនបាទហ្នឹងហើយគាត់ដោយសារគាត់ឈឺជើងគាត់គោលក្តីសុខនិងសុខភាពល្អរីកចម្រើនជោគជ័យនៅក្នុងឆ្នាំថ្មីនេះបាទសូមអរគុណហើយបន្តយើងអាចបន្តកម្មវិធីទៀតបានអរគុណសូនមានគូបងហងជួយយូរគូអារម្មណ៍ណាស់កញ្ញាអរអាំងពីព្រោះចិនរះមេស្រឡាក់ហោបញ្ចោអងឆ្លងបិទលះនោះ